មានគណនីគ្នាយើងច្រើនមែនតើដែលបាត់ទៅដាក់មានមូលហេតុដោយសារតែ Facebook ធ្វើការ disable account ទាំងអស់នោះចោលហើយយើងមិនដឹងពីមូលហេតុហេតុអីបានជា Facebook លែងឲ្យដំណើរការគណនីណាមួយឬមួយក៏គណនីដែលអ្នកគ្នាកំពុងតែប្រើប្រាស់ប្រចាំថ្ងៃ Facebook ឥឡូវនេះកំពុងតែធ្វើការ update នៅប្រព័ន្ធសុវត្ថិភាពធ្វើយ៉ាងណាឲ្យអ្នកប្រើប្រាស់ទទួលបាននូវសុវត្ថិភាពជាងមុនហើយបិទនៅគណនីមួយចំនួនដែលធ្វើការប្រើប្រាស់ខុសគោលការណ៍របស់ Facebook ហើយនឹងគណនីដែលមិនប្រើប្រាស់រយៈពេលយូរប៉ុន្តែមានគណនីមួយចំនួនប្រើប្រាស់ធម្មតាប្រើប្រាស់រាល់ថ្ងៃទេប៉ុន្តែ Facebook ក៏ disable ដូចគ្នាដែរសួររកហេតុផលពិតប្រាកដក៏អត់ទាន់ដឹងថាបែបណាដែរប៉ុន្តែនេះគឺជាវិធីមួយចំនួនដែលអ្នកគ្នាអាចការពារគណនីរបស់អ្នកគ្នាឲ្យដំណើរការបានធម្មតាជៀសវាងក្រុមហ៊ុន Facebook ធ្វើការទី1អ្វីអ្នកគ្នាត្រូវធ្វើត្រូវដាក់ឈ្មោះកំណើតឈ្មោះបញ្ជីជាតិឈ្មោះនៅក្នុងអត្តសញ្ញាណប័ណ្ណហើយនិងសំបុត្រកណ្ដាលរបស់ខ្លួនឯងដើម្បីជៀសវាងនៅពេលដែលក្រុមហ៊ុន Facebook ធ្វើការបិទគណនីយើងងាយស្រួលនៅក្នុងការ report ទៅប្រាប់ក្រុមហ៊ុន Facebook ក៏ដូចជាងាយស្រួលនៅក្នុងការយកគណនីនោះមកវិញទី2ប្រើរូបពិតប្រាកដរបស់ខ្លួនឯងកុំប្រើរូបផ្សេងៗឬមួយក៏រូបដែលបង្កើតឡើងដោយសញ្ញាសិប្បនិម្មិតឬក៏យើងហៅថារូបដែលបង្កើតឡើងដោយ AI ហ្នឹងទៅពេលដែលក្រុមហ៊ុន Facebook ធ្វើការចាប់ទៅយើងមិនមែនជាគណនីពិតប្រាកដនោះក៏ត្រូវបានបិទដូចគ្នាដែរតែជាច្រើនមែនតើមុនធ្វើការបង្កើត Facebook ត្រូវឲ្យយើងដាក់ជាមួយនឹងអត្តសញ្ញាណប័ណ្ណរបស់យើងដើម្បីកំណត់ឈ្មោះហើយនឹងរូបថតឲ្យបានត្រឹមត្រូវហើយក្នុងការដែលធ្វើបែបនេះក៏សុវត្ថិភាពដែរហើយអ្វីដែលត្រូវដឹងជួនកាល email យើងមួយឬមួយក៏លេខទូរស័ព្ទមួយហ្នឹងយើងយកទៅបង្កើតគណនីច្រើននោះគណនីណាដែលគិតថាមិនសូវសំខាន់គណនីដាក់សូវលេងគណនីដាក់សូវដំណើរការក្រុមហ៊ុន Facebook ក៏ធ្វើការបិទដូចគ្នាអញ្ចឹងព្យាយាមដាក់ email តែមួយបានហើយនៅក្នុងគណនីមួយនោះក៏ធ្វើឲ្យក្រុមហ៊ុន Facebook ចាប់ទុកថាគណនីផ្សេងមួយទៀតជាគណនីคล้ายៗឬមួយក៏យើងហៅថា fake នឹងដែរ4អ្នកទាំងអស់គ្នាដែលកំណត់សម្គាល់ខ្លួនឯងអត់ថាខ្លួនឯងបានទៅ comment ឬមួយក៏បាន post អ្វីដែលមិនសមរម្យនៅលើបណ្ដាញសង្គមជាពិសេសគឺ Facebook នឹងឯងដោយសារតែ Facebook ក៏មានការចាប់ជាមួយនឹងពាក្យទាំងអស់នោះនៅពេលដែលយើងធ្វើការ comment ដដែលពាក្យមិនសមរម្យពាក្យអាភាសឬមួយក៏ជាការជេរប្រមាថអីអញ្ចឹងនោះក្រុមហ៊ុន Facebook ក៏ធ្វើការបិទដូចគ្នាដែរទី5អ្នកទាំងអស់គ្នាត្រូវចូលទៅគណនីខ្លួនឯងមើលឡើងវិញថាខ្លួនឯងបានបំពេញទម្រង់គ្រប់គ្រាន់ហើយនៅសម្រាប់ Facebook ដូចជាការដាក់នៅ email លេខទូរស័ព្ទហើយនឹងការចូលទៅកំណត់ two factor ឬក៏យើងហៅថាមុននឹងចូលទៅគណនីរបស់យើងនឹងយើងត្រូវធ្វើការបើកពីតង់សិនដោយវាយលេខកូដមួយតង់ហើយត្រូវធ្វើការផ្ញើទៅ email មួយតង់ឬមួយក៏ផ្ញើមកទូរស័ព្ទមួយតង់ទៀតទើបយើងអាចដំណើរការអញ្ចឹងក៏ងាយស្រួលដែរនៅពេលដែលគណនីយើងបើកចេញយើងអាចឲ្យវិធីនឹងជួយបានទី6ជៀសវាងការប្រើ Wi-Fi free ដែលអត់គិតថ្លៃនៅតាមទីសាធារណៈឬមួយក៏ Wi-Fi ដែលមិនមានប្រភពច្បាស់លាស់នោះងាយស្រួលមែនតើនៅក្នុងការជួនខលខូចចូលទៅគ្រប់គ្រងទូរស័ព្ទឬមួយក៏គណនីរបស់យើងទី7កុំចុចដំណផ្ដេសឬក៏យើងហៅជាភាសាអង់គ្លេសថា link ហ្នឹងនៅពេលដែលអ្នកណាផ្ញើអីមកចម្លែកចេះតែឲ្យចុចដើម្បីបានរង្វាន់ឬមួយក៏ដើម្បីធ្វើការការពារគណនីរបស់ខ្លួនឯងអីហ្នឹងកុំចុចផ្ដេសឲ្យសោះទី8បើមិនចាំបាច់ទេកុំ log in ឬមួយក៏ log out account Facebook រញ៉េរញ៉ៃនៅក្នុងខណៈពេលនេះព្រោះនៅពេលដែលយើងចេញចូលញឹកញាប់ក៏អាចធ្វើឲ្យបាត់គណនីរបស់អ្នកទាំងអស់គ្នាផងដែរតាមពិតទៅបើយើងគិតទៅវិញនេះក៏ជារឿងល្អដែរសម្រាប់អ្នកប្រើប្រាស់ Facebook ក្នុងគោលការណ៍ដែលត្រឹមត្រូវដោយសារតែ Facebook ឥឡូវហ្នឹងក៏មានអ្នក scam ច្រើនដែរហើយ AI កាត់ឡើងច្រើនពេកធ្វើឲ្យអ្នកប្រើប្រាស់ជួនកាលដាក់ profile ឬមួយក៏បង្កើតមាតិកា AI ជាច្រើនសិនហើយ Facebook កំពុងតែធ្វើការនៅរឿងហ្នឹងមែនគឺជារឿងល្អនៅក្នុងករណីអ្នកគ្នាប្រើនៅក្នុងមធ្យោបាយដែលត្រឹមត្រូវពីព្រោះថាឥឡូវហ្នឹងមានអ្នកបន្លំហើយនិងអ្នក scam ច្រើនខ្លាំងមែនតើពិសេសប្រើខុសគោលការណ៍របស់ Facebook គេដឹងហើយថា AI ច្រើនខ្លាំងមែនតើអញ្ចឹងអ្នកខ្លះគ្រាន់តែបង្កើតគណនីខ្លាំងៗដាក់រូបជា AI ក៏ប្រើបានអញ្ចឹង Facebook ធ្វើការពង្រឹងទៅលើមុខងារទាំងអស់ហ្នឹងលើពីនេះទៀតក៏មានការផលិតជាវីដេអូលក្ខណៈ AI ដើម្បីបោកប្រាស់អីច្រើនអញ្ចឹងគណនីអ្នកទាំងអស់គ្នាគួរតែប្រើប្រាស់ប្រយ័ត្នមែនតើជាពិសេសអាសា share នៅរឿងទាំងអស់ហ្នឹងនៅលើ Facebook ជារឿងអញ្ចឹងអ្នកទាំងអស់គ្នាជាអ្នកលេងសូមប្រើប្រាស់ដោយប្រុងប្រយ័ត្នជាការ share ក៏ដោយជាការផ្ញើបន្តទៅមិត្តភ័ក្តិឬមួយក៏សាច់ញាតិអីក៏ដោយព្រោះថា Facebook ក៏ធ្វើការចាប់ទៅលើមុខងារអត់ទាំងហ្នឹងដែរអ្នកទាំងអស់គ្នាកុំភ្លេចថាខ្ញុំធ្លាប់និយាយថា Facebook មានមុខងារ track អ្នកទាំងអស់គ្នាគឺដឹងពីសកម្មភាពអារម្មណ៍ទឹកមុខរបស់អ្នកទាំងអស់គ្នាហើយរូបភាពហើយនិងវីដេអូដែលអ្នកទាំងអស់គ្នាកំពុងស្វែងរកហ្នឹងអញ្ចឹង Facebook ក៏អាចចាប់អ្នកទាំងអស់គ្នាបាននៅកន្លែងហ្នឹងផងដែរគ្នាប្រុងប្រយ័ត្នសង្ឃឹមថាប្រើប្រាស់ឲ្យត្រូវតាមគោលការណ៍ Facebook ទាំងអស់គ្នាចាអញ្ចឹងចង់ដឹងអីទៅពី Danet